បងប្អូនទាំងអស់គ្នាជឿអត់ថាបច្ចុប្បន្នណានៅពេលដែលយើងមានគេគោរពមានគេឈ្មោះមានកិត្តិយសច្រើនហ្នឹងក៏មានមួយចំនួនយើងបានមកពីឪពុកម្ដាយយើងដែរឪពុកម្ដាយយើងបើសិនជាគាត់ជាមនុស្សដែលល្អនៅក្នុងសង្គមមានគេគោរពកោតក្រែងចិត្តគាត់គេស្រឡាញ់រាប់អានគាត់ច្រើនអញ្ចឹងយើងជាកូនគាត់ហ្នឹងយើងក៏ទទួលបានឥទ្ធិពលខ្លះពីឪពុកម្ដាយយើងដែលញាតិមិត្តបងប្អូនអីគេរាប់អានច្រើនហ្នឹងប៉ុន្តែបើសិនជាឪពុកម្ដាយយើងគឺជាមនុស្សដែលមិនល្អជាមនុស្សដែលធ្វើតែរឿងអាក្រក់នៅក្នុងសង្គមធ្វើតែរឿងដែលសង្គមស្អប់ខ្ពើមឬក៏គាត់កេងប្រវ័ញ្ចអ្នកដទៃឬក៏គាត់ធ្វើបាបអ្នកដទៃនិយាយទៅគឺគាត់ជាមនុស្សម្នាក់ដែលគេហៅថាសង្គមមិនទទួលស្គាល់អញ្ចឹងយើងជាកូនគាត់យើងក៏ត្រូវតែមានផលប៉ះពាល់ខ្លះដល់យើងដែរអញ្ចឹងសារនេះគឺសម្រាប់បងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនទាំងអស់គ្នាពេលនេះមានកូនបងប្អូនទាំងអស់គ្នាគួរតែធ្វើខ្លួនឲ្យល្អដើម្បីជាគំរូល្អដល់កូនផងហើយនឹងគឺជាកេរ្តិ៍ឈ្មោះកិត្តិយសដល់កូនទៅថ្ងៃទៅមុខផងបើសិនជាបច្ចុប្បន្នណាបងប្អូនទាំងអស់គ្នាធ្វើតែរឿងមិនល្អរាល់ថ្ងៃមានតែកេរ្តិ៍ឈ្មោះមិនល្អនៅក្នុងសង្គមហើយនៅពេលដែលកូនរបស់បងប្អូនទាំងអស់គ្នាធំដឹងក្តីទៅគេក៏ទទួលបានរឿងអាម៉ាស់ដែលបងប្អូនទាំងអស់គ្នាធ្វើនឹងដូចបងប្អូនទាំងអស់គ្នាអញ្ចឹងការធ្វើអំពើល្អរបស់យើងមិនមែនជះឥទ្ធិពលត្រឹមតែយើងទេគឺជះឥទ្ធិពលទៅដល់កូនចៅយើងជំនាន់ក្រោយទៀត